បានគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងគ្នាបាននៅថ្ងៃនេះពុកម៉ែបងប្អូនដើមរដូវវស្សាហើយក៏ចាប់ផ្ដើមនឹងរៀបចំដីស្រែចម្ការនិងបង្កបង្កើនផលឡើងវិញហើយនៅក្នុងឱកាសនេះដែរគឺខ្ញុំនឹងចែករំលែកព័ត៌មានអំពីការដាំដុះការប្រើប្រាស់ជីថ្នាំកសិកម្មជាការរួមចំណែកមួយដើម្បីផ្ដល់ព័ត៌មានទៅដល់ការយល់ដឹងក្នុងការបង្កើនទិន្នផលពុកម៉ែបងប្អូនការធ្វើស្រូវគឺត្រូវការដាក់ជីនៅដំណាក់កាលនីមួយៗទៅតាមបទដ្ឋានដ៏ត្រឹមត្រូវនៅក្នុងការធ្វើបទបង្ហាញមួយនេះខ្ញុំនឹងបង្ហាញដល់ពុកម៉ែបងប្អូនពីការផ្ដល់ព័ត៌មានពីការពិភាក្សានោះធ្វើយ៉ាងណាយើងបានទិន្នផលខ្ពស់អញ្ចឹងកុំឲ្យខាត់ពេលវេលាយូរពុកម៉ែបងប្អូនថ្មីដែលអត់ទាន់បាន Subscribe trên YouTube របស់សម្បត្តិសូមជួយ Subscribe trên YouTube របស់សម្បត្តិម្នាក់មួយផងជួយ Follow TikTok របស់សម្បត្តិម្នាក់មួយផងដើម្បីទទួលបានព័ត៌មានអំពីកសិកម្មជារឿយៗពីខ្ញុំបាទនៅក្នុងដំណាក់កាលដែលយើងធ្វើឲ្យបាននៅទិន្នផលគឺទី1ពុកម៉ែបងប្អូនមានសារៈសំខាន់ណាស់គឺយើងត្រូវតែរៀបចំធ្វើយ៉ាងណាឲ្យដីស្អាតគឺដីមានសារៈសំខាន់មួយភាគធំដែលជាកត្តារួមចំណែកបង្កើតបាននូវទិន្នផលខ្ពស់បើសិនតែដីមិនមានបទដ្ឋានត្រឹមត្រូវការធ្វើដីមិនរាបស្មើការធ្វើដីមិនម៉ត់ល្អគឺមិនបានភ្ជួរញឹកញាប់ទេគឺដីវាមានសភាពហាប់ពីមួយរដូវទៅមួយរដូវធ្វើឲ្យរុក្ខជាតិពូជស្រូវរបស់យើងចាក់ឬមិនបានជ្រៅមិនបានយកជីវជាតិរ៉ែពីក្នុងដីមកចិញ្ចឹមជីវិតនៃរុក្ខជាតិនោះទេហើយពឹងផ្អែកទៅលើជីថ្នាំកសិកម្មដែលពុកម៉ែបងប្អូនបានប្រើប្រាស់ការប្រើប្រាស់ជីថ្នាំកសិកម្មពីខាងលើមិនបាន 100% ទេមិនថាជាជីក្រុមហ៊ុនខ្ញុំឬក្រុមហ៊ុនដទៃទេពុកម៉ែបងប្អូនគឺវាមានការបាត់បង់ផ្សាយជីទៅតាមបរិយាកាសជារឿយៗនៅពេលដែលដំណាំចាប់យកជីជាតិមិនបានទាន់ពេលវេលានិងត្រូវកលៈទេសៈអញ្ចឹងការធ្វើដីម៉ត់ល្អជាការជំរាបនៃសារធាតុចិញ្ចឹមដែលយើងប្រើប្រាស់ទៅហើយទី2នោះគឺការស្វែងរកនិងពូជរកពូជដែលយើងគិតថាមានទីផ្សារបង្កើតបានទិន្នផលធន់ទ្រាំនឹងបរិយាកាសអីជាដើមគឺយើងត្រូវតែស្វែងរកពូជហ្នឹងហើយពូជដែលមានសុខភាពល្អពូជដែលមានទំនុកគ្រាប់ល្អបាទជៀសវាងយកពូជដែលមានជំងឺពូជដែលមានការបង្កើនផលច្រើនរដូវគឺมันអាចបង្កើតបានទិន្នផលតទៀតទេបាទហើយនៅក្នុងនេះផងដែរពុកម៉ែបងប្អូនដែលបានក្របពូជមកហើយនឹងសាកគ្រូនោះខ្ញុំសូមណែនាំទៅលើផលិតផលមួយគឺ PowerSol នេះពុកម៉ែបងប្អូនអាចយកទៅប្រើប្រាស់ក្នុងការត្រាំពូជដើម្បីឲ្យពូជមានសុវត្ថិភាពពីជំងឺដង្កាត់ផ្សេងៗអាចនឹងកាត់ឡើងអំឡុងពេលត្រាំកាត់ឡើងពេលផ្ទុកពូជដែលយើងរក្សាទុកហើយមានបាក់តេរីផ្សិតផ្សេងៗជ្រៀតជ្រែកទៅលើគ្រាប់ពូជដែលជាការដុះមកគឺវាងាយនឹងមានជំងឺទាំងជំងឺផ្ទាល់និងជំងឺឆ្លងបាទអញ្ចឹង PowerSol នេះគឺមានសារៈសំខាន់ណាស់ពុកម៉ែបងប្អូនយកទៅប្រើប្រាស់ហើយប្រើបានគ្រប់ដំណាំទាំងអស់ពុកម៉ែបងប្អូនមិនថាដំណាំអ្វីទេយើងអាចយកទៅត្រាំដូចជាដំឡូងសណ្តែកឬក៏ដំណាំផ្សេងៗដែលយើងគិតថានឹងរៀបដាំអាចយកទៅត្រាំបានទាំងអស់ហើយមានសមត្ថភាពជួយការពារបាក់តេរីស្ថិតនៅក្នុងដីជួយបំពេញ pH ឲ្យដីនឹងមានសុខភាពល្អមានអុកស៊ីសែនជួយឲ្យដំណាំចេញឫសបានមើមធំចំពោះដំឡូងអីផ្សេងយើងយកទៅបាញ់បុកគល់បាញ់លើស្លឹកឲ្យដើមហើយជួយឲ្យឫសរុក្ខជាតិនឹងចេញថ្មីជារឿយៗដែលធ្វើឲ្យដំណាំខៀវបានយូរមិនបានខៀវបានយូរពីព្រោះតែដំណាំវាចាប់យកជីវជាតិជានិរន្តរ៍បាទបើសិនជាយើងមិនបានប្រើប្រាស់ជំនួយ PowerSol ទេគ្រាន់តែប្រើប្រាស់ជីគ្រាប់ធម្មតានោះគឺវាមានជារយៈវេលាមួយសប្តាហ៍មួយកន្លះខែជាដើមវានឹងបាត់បង់គឺវាធ្លាក់នៅបោះសម្បល់វិញហើយដោយសារវាបាត់បង់ការចាប់យកជីជាតិអូខេទ្រុសប៉ុណ្ណឹងចំពោះជំហានទី1ទី2ពេលដែលសំឡូកសំណាបបានចុះហើយពុកម៉ែបងប្អូន
កត្តាដែលសំខាន់មួយនោះគឺយើងត្រូវប្រើប្រាស់ជីបំពន់ខ្ញុំសូមណែនាំអំពី GH 300ជាមួយនឹង Double Green ពីរនេះមានសារៈសំខាន់ក្នុងការជួយទ្រទ្រង់ការបញ្ចេញឫសការបែកគុម្ពលូតលាស់ស្លឹកនិងពណ៌សម្បុរខៀវបានយូរហើយនឹងមានសមត្ថភាពបង្កើននូវទិន្នផលនៅពេលអនាគតមានន័យថានៅពេលដែលវគ្គទៅដល់ពន្លឺដើមជាដើមអញ្ចឹង GH 300និង Double Green នេះពុកម៉ែបងប្អូនអាចជ្រើសរើសប្រើទាំងពីរឬក៏ប្រើតែមួយតាមបទដ្ឋានដីពុកម៉ែបងប្អូនប្រើតែ GH 300នៅក្នុងស្ថានភាពដីរបៀបម៉េចឬវិជាតិដំណាំរបៀបម៉េចអានឹងគឺពុកម៉ែបងប្អូនអាចប្រឹក្សាតាមរយៈលេខទូរស័ព្ទនិង Telegram ដែលមាននៅក្នុងវីដេអូនេះបាទខ្ញុំពុកម៉ែបងប្អូនមើលនឹងឃើញលេខទូរស័ព្ទរបស់សម្បាគឺប្រឹក្សាដោយឥតគិតថ្លៃបាទចំពោះការទាក់ទងនឹងជីថ្នាំកសិកម្មឬក៏បច្ចេកទេសនៅអ្វីដែលខ្ញុំអាចជួយដល់ពលរដ្ឋបានអ្វីដែលសំខាន់នៅដំណាក់កាលទី3គឺយើងត្រូវបាទជីបំពន់ជីពាក់កណ្ដាលសរីរាង្គសញ្ញាស្ដេចឥន្ទ្រីដែលមានលេខក639ជាសារធាតុចម្បងនៃ NPK វាមានសមត្ថភាពច្រើនទៅលើការដែលយើងប្រើទៅលើដីគឺកែលម្អដីនិងពន្លូតការលូតលាស់របស់ដំណាំគ្រប់ប្រភេទតែម្ដងពុកម៉ែបងប្អូនប្រើជីប្រភេទនេះចាប់ពីមួយរដូវឡើងទៅរដូវទី2នឹងឃើញថាដីទទួលបាននៅភាពល្បប់ល្អហើយនឹងមានជីវជាតិដែលយើងដាំដុះក្រោយៗទៀតសំណាបឬក៏ដំណាំរបស់ខ្លួនហាក់បីដូចជាទទួលបានជីវជាតិទាំងដែលយើងមិនទាន់ដាក់ជីបន្តបាទអញ្ចឹងពុកម៉ែបងប្អូនលើកទី1បើសិនពុកម៉ែបងប្អូនប្រើប្រាស់ជីកសិកម្មជាគីមីខ្លាំងពេកគឺការប្រើប្រាស់ក៏មិនទាន់ជាការទាក់ទាញទេបើសិនមិនចេះផ្សំឲ្យបានត្រឹមត្រូវឬក៏ផ្ដល់ព័ត៌មានមកកាន់អ្នកលក់ប្រភេទជីនេះឲ្យបានសមរម្យទេគឺអ្នកលក់មិនអាចផ្សំតម្រូវតាមអ្វីដែលស្ថានភាពកើតឡើងទេតែបើសិនតែផ្ដល់ព័ត៌មានប្រវត្តិសាស្ត្រដីពុកម៉ែបងប្អូនធ្លាប់ប្រើនៅកម្រិតណានោះពួកគាត់រួមទាំងខ្ញុំនឹងផ្ដល់ព័ត៌មានវិធីឲ្យហើយការប្រើប្រាស់ទៅនឹងឆ្លើយតបក្នុងរដូវទី1តែម្ដងការដែលយើងបានជីបំពន់វគ្គទី1វគ្គទី2វគ្គទី3តាមលំដាប់លំដោយគឺធ្វើឲ្យស្រូវខៀវបៃតងបានយូរការប្រើប្រាស់ GH 300ជាមួយនឹង Double Green ឬក៏ Power Sol តាមកលៈទេសៈពុកម៉ែបងប្អូនថាជាឆ្ងល់ថាចុះបើមាន GH 300 Double Green ហើយមាន Power Sol ទៀតតើប្រើយ៉ាងដូចម្ដេចកន្លែងហ្នឹងពុកម៉ែបងប្អូនអាចប្រឹក្សាសិនចុះក៏បានតែខ្ញុំប្រាប់ត្រួសៗគឺការប្រើប្រាស់យើងបានទាំងអស់ប៉ុន្តែយើងនឹងវិភាគទៅលើអ្វីដែលត្រូវប្រើប្រាស់ជៀសវាងចំណាយថវិកានិងដើមទុនច្រើនដែលមិនគួរចំណាយមានន័យថាអ្វីដែលត្រូវចំណាយគឺយើងត្រូវចំណាយទៅតែបើមិនគួរចំណាយយើងកុំចំណាយអញ្ចឹងដើម្បីកុំឲ្យថាចាំតែចំណាយតើតែយើងប្រឹក្សាហេតុអីបានគេត្រូវដាក់ Power Sol ចូលហេតុអីគេត្រូវដាក់ Double Green ចូលជាមួយ GH 300 GH 300ជា Master Product នៃជីសញ្ញាស្ដេចឥន្ទ្រីមានន័យថាវាមានតម្លៃខ្ពស់ជាងផលិតផលផ្សេងៗដូចជា Power Sol ជាដើមប៉ុន្តែយើងត្រូវប្រើវាជាចម្បងបន្ទាប់មកយើងអាចប្រើ Double Green ផ្សំចូលឬក៏ Power Sol ចូលគឺតាមកលៈទេសៈនៃដំណាំនិងស្ថានភាពដីដែលយើងរកវិភាគព័ត៌មានឃើញថាគួរតែប្រើប្រាស់បាទនេះគឺត្រួសហើយលម្អិតពុកម៉ែបងប្អូនស្ដាប់ហើយនឹងស្វែងយល់អាចប្រឹក្សាបានទោះបីតែមិនទាន់មានបំណងជាប្រើប្រាស់ក៏ដោយអញ្ចឹងការដែលដល់ដំណាក់កាលពន្លូតដើមក្រោយបាជីផ្ដាច់នៅក្នុងវគ្គបង្កើតផលគឺកំណត់កំណាត់គួរខាងតូចខាងធំនេះ GH 500និង500 Plus ដើរតួនាទីសំខាន់ក្នុងនោះគឺមាន Power Cool ដែលជាប្រភេទម្សៅគ្រាប់ដែលមានមុខងារជួយជំរុញនៃការដង្ហើមធំដង្ហើមតូចនិងការចេញផ្កាបានល្អបាទខ្ញុំមិនលម្អិតទាំងស្រុងអំពីគុណភាពផលិតផលទាំងស្រុងទេពុកម៉ែបងប្អូនចាប់អារម្មណ៍គឺអាចសាកសួរផ្ទាល់ទាំងដើម្បីបានព័ត៌មានស៊ីជម្រៅបាទកុំឲ្យចាយពេលវេលានៅក្នុងវីដេអូនេះពុកម៉ែបងប្អូនស្ដាប់ទៅវែងបាទប៉ុណ្ណឹងហើយនៅទៅវែងទៀតអញ្ចឹងការដែលយើងប្រើប្រាស់នៅ GH 500និង500 Plus គឺវានឹងជួយដល់ប្រព័ន្ធស្លឹកឲ្យរឹងមាំដើមធន់ទ្រាំហើយនឹងមានលទ្ធភាពបង្កើត
នៅទិន្នផលបានខ្ពស់ប្រយុទ្ធប្រឆាំងនឹងជំងឺនិងសត្វល្អិតបានបញ្ជាក់ការប្រយុទ្ធប្រឆាំងមិនមែនជាការធានានៅជំងឺនឹងសត្វល្អិតមិនមានទេវាជាប្រភេទជីបំពន់មិនមែនជាថ្នាំពុលឡើយប៉ុន្តែកាលណាពុកម៉ែបងប្អូនប្រើប្រាស់ត្រូវបទដ្ឋានធ្វើឲ្យរុក្ខជាតិដំណាំនោះមានអង្គតិកក៏ហៅប្រព័ន្ធការពារយ៉ាងសមរម្យដូចជាពោះស្រូវវិញធ្វើឲ្យសត្វល្អិតនោះមិនមានចំណូលចិត្តក្នុងការបំផ្លាញទេទី1ស្លឹករឹងមានរោមតឡាចមានន័យថាវាមានពុកម៉ែបងប្អូនខ្ញុំក៏មិនដឹងហៅថាម៉េចដែរពុកម៉ែបងប្អូនដែលជាប់នឹងស្រូវយើងមានភាពក្រាស់ហើយរោមសម័យនៃស្រូវហ្នឹងអញ្ចឹងអានឹងហើយជាប្រព័ន្ធការពារបាទអញ្ចឹងយើងប្រើប្រាស់រួមគ្នាបែបនេះគឺជួយឲ្យមានសមត្ថភាពបង្កើតទិន្នផលតិចGH 500 plus គឺអាចប្រាប់ពីវគ្គសំណាប់បានដូចគ្នាដែរវាជាប្រភេទកាល់ស្យូមបូរ៉ុនដែលដីទាមទារចាំបាច់បំផុតទោះបីតែមិនច្រើនតែវាត្រូវការជារឿយៗដើម្បីបំពេញបន្ថែមឲ្យសមត្ថភាពសំណាបឬកូនដំណាំឬក៏ដំណាក់កាលដំណាំដែលត្រូវលូតលាស់ឲ្យមានភាពរឹងមាំផងដែរបាទហើយអ្វីដែលសំខាន់គឺយើងប្រើប្រាស់ឲ្យត្រូវការវេលាគឺជិះវៀងការចេញផ្កាហើយយើងប្រើប្រាស់អំឡុងពេលចេញផ្កាគឺពុកម៉ែបងប្អូនអាចជិះវៀងបានក៏ជិះវៀងទៅសូថាប្រើមិនបានមែនគឺប្រើបានប៉ុន្តែបើសិនតែយើងប្រើឲ្យត្រូវគឺប្រើមុនចេញនិងពេលដាក់ទឹកដោះបាទអញ្ចឹងអានោះគឺល្អបំផុតតែអំឡុងពេលមួយសប្តាហ៍ដល់10ថ្ងៃនេះគឺយើងអាចបញ្ជាបានបើសិនតែមិនមានហេតុផលណាមួយដែលត្រូវប្រើប្រាស់ទេអញ្ចឹងកន្លែងនេះពុកម៉ែបងប្អូនអត់ច្បាស់លាស់គឺហៅទូរស័ព្ទមកប្រឹក្សាជាមួយខ្ញុំបាទខ្ញុំនឹងលម្អិតជូននៅហេតុផលទាំងអស់នោះហើយការលម្អិតជូនហើយបើគិតថាមិនត្រូវហេតុផលពុកម៉ែបងប្អូនចាត់ទុកថានិយាយគ្នាលេងចុះបាទអញ្ចឹងការដែលយើងបានគឺនៅក្នុងដំណាក់កាលស្រូវបែបនេះគឺចាប់ផ្ដើមសយំពោះរយលំអងអស់អញ្ចឹងរយលំអងអស់គឺយើងអាចប្រើប្រាស់ GH 500 plus បាទបុកនឹងផៅបកូលបន្តិចទៅតាមកលៈទេសៈបើមិនប្រើទេយើងអាចប្រើ500ជាមួយនឹង500 plus ប៉ុន្តែនៅដំណាក់កាលនេះយើងអាចប្រើ50ក៏បានដែរគឺ500ពាក់កណ្ដាល500 plus ពាក់កណ្ដាលក៏បានដែរប៉ុន្តែបើនៅក្នុងដំណាក់កាលមុនចេញផ្កាបែបនេះគឺយើងប្រើ500ឲ្យបានច្រើនបាទនេះគឺការបញ្ជាក់ទៅតាមបទដ្ឋាននិងដំណាក់កាលត្រូវនីមួយៗហើយនៅក្នុងដំណាក់កាលទុំចំមានន័យថាក្រហមចំគឺ500 plus ពុកម៉ែបងប្អូនមានសារៈសំខាន់ណាស់វាជួយឲ្យផូរគ្រាប់ទម្ងន់ថ្លានិងបង្កើនរសជាតិព្រោះមានកាល់ស្យូមបូរ៉ុនដែលមានសមត្ថភាពខ្ពស់ក្នុងការបង្កើនទិន្នផលបានល្អផងដែរបាទអញ្ចឹងការដែលទុំស្អាតបែបនេះគឺពុកម៉ែបងប្អូនអាចមើលទៅឃើញធម្មតាតែទិន្នផលនឹងខ្ពស់ដោយសារតែមួយគូយើងស្ទើរតែមិនមានសង្កេតណាមួយហើយនឹងខូចអញ្ចឹងនេះជាហេតុផលមិនមែនត្រូវបានទិន្នផលខ្ពស់គូវែងជាងនោះទេគឺអាចគូវែងជាងខ្លះក៏ប៉ុន្មានប៉ុន្តែផ្ដោតសំខាន់ទៅលើការពេញគ្រាប់គ្រប់គូតែម្ដងបាទដូចជាស្រូវនេះគឺយើងមើលទៅរញ៉េរញ៉ៃដោយសារច្រឡំផងអីផងនឹងស្មៅគឺ8តោនក្នុង1ហិកតាដែលជាទិន្នផលមួយដែលយើងគួរតែមានមោទនភាពនិងអាចយកផលចំណេញបាននេះគឺ79តោននៅក្នុងឆ្នាំ2025យើងនឹងបាទអញ្ចឹងថ្មីក្តៅក្នុងទិន្នផលមួយដែលបានអញ្ចឹងពុកម៉ែបងប្អូនដែលស្រូវពុកម៉ែបងប្អូនគឺបែបនឹងដូចគ្នាប៉ុន្តែបាន7តោនអីគឺកត្តាមានសង្កេតច្រើនឬក៏ការផ្ដោតសារធាតុចិញ្ចឹមមិនចង់គោលដៅប្រើឲ្យតែល្អក៏ប៉ុន្តែមិនទទួលបាននៅផ្នែកទិន្នផលពុកម៉ែបងប្អូនកន្លែងហ្នឹងគឺបើសិនអត់ច្បាស់ខ្ញុំជឿជាក់ថានឹងផនច្រឡំអំពីការប្រើប្រាស់ទីថ្នាំគឺល្អនិងល្អទិន្នផលគឺដូចគ្នាបែបដែរតែអ្វីដែលខុសគ្នានៅជំនាញគេអាចសង្កត់ដឹងអញ្ចឹងទ្រង់នេះគឺជាការ highlight បាទពុកម៉ែបងប្អូនមើលចុះគឺពោពេញទៅដោយគ្រាប់ដែលមានទម្ងន់បាទនេះគឺការប្រើប្រាស់ GH 300 GH 500និង500 plus និងផលិតផលផ្សេងៗអមទៅទៀតបាទនេះគឺជាអ្វីដែលបានប្រើប្រាស់នៅក្នុង
កសិកម្មអញ្ចឹងអតិចុងក្រោយគឺអរគុណដល់ពុកម៉ែបងប្អូនដែលបានទស្សនាតាំងពីដើមដល់ចប់អរគុណចំពោះការ Subscribe នៅ YouTube អរគុណចំពោះការ follow TikTok របស់ខ្ញុំបាទហើយក៏អរគុណចំពោះអតិថិជនដែលបានជឿប្រើប្រាស់កន្លងមកហើយនឹងសូមស្វាគមន៍ចំពោះពុកម៉ែបងប្អូនដែលកំពុងតែចាប់អារម្មណ៍ហើយមិនទាន់បានប្រើប្រាស់អាចសម្រេចចិត្តបានក្នុងការប្រើប្រាស់មុននឹងប្រើប្រាស់អាចជួបខ្ញុំផ្ទាល់តាមរយៈលេខទូរស័ព្ទដែលមានទាំង3ខ្សែគឺ031 63 2និងលេខ4ប្រព័ន្ធមាត់ហ្វូនហើយប្រព័ន្ធ SIM card 011 93 27 25និងប្រព័ន្ធ Smart 016 93 27 25ចំពោះ Telegram 011 016 គឺ93 27 25អញ្ចឹងអរគុណជម្រាបលាជួបខ្ញុំនៅវីដេអូក្រោយៗទៀតបាទ